ចាបើខ្ញុំវិញគាត់ថាអត់តន់គូមានគ្រួសារអត់តន់500វាតិចសម្រាប់អ្នកដែលគាត់មានដៃគូបើយើងចាយម្នាក់ឯងយើងអាចទៅមុខបានតែបើយើងមានដៃគូយើងត្រូវចំណាយច្រើនចាញ់កូនមីងផងកូនមីងណាបត់តែប្រៃចិនមួយខែបានរាប់ពាន់ឯណោះកូនមីងប្រាក់ខែច្រើនប្រាក់នេះយើងបងលេងអស់បដ ாய் ខាងស្រីស៊ីមបលបដ ாய் មិនមែនអត់ឲ្យមានទេមានបានតែទោះថាពេលដែលយកលុយនឹងមកយើងគ្រប់គ្រងគ្រួសារយើងគ្រាន់អត់តែយើងអាចចិញ្ចឹមគេដោយក្តីស្រឡាញ់គេថាក្តីរំភើបកើតអត់សួស្តីអ្នកគ្នាដូចអ្នកទាំងអស់គ្នាបានឃើញនេះគឺជាវីដេអូមួយដែលកំពុងតែ viral នៅលើបណ្ដាញសង្គមមាន Facebook TikTok ហើយខ្ញុំក៏ឃើញហើយក៏ខ្ញុំក៏ចាប់អារម្មណ៍ដែរអញ្ចឹងថ្ងៃនេះផងដែរខ្ញុំគិតថាខ្ញុំគួរតែធ្វើជាវីដេអូមួយនិយាយអំពីការគិតរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងថាតើវាត្រឹមត្រូវអត់ដែលបរិសុទ្ធខ្មែរត្រូវតែមានប្រាក់ខែលើសពី$500ដើម្បីអាចមានគ្រួសារមួយហើយអាចផ្គត់ផ្គង់ភរិយារបស់គាត់ឲ្យរស់នៅប្រកបដោយភាពសុបាយរីករាយក៏ដូចជារំភើបនឹងបានបញ្ជាក់ផងដែរថាអានេះវាគ្រាន់តែជាមតិយោបល់របស់ខ្ញុំទេហើយសម្រាប់ខ្ញុំព្យាយាមយល់ទាំងសងខាងទាំងខាងបងនារីក៏ដូចជាបងបរោះបន្ទាប់ពីវីដេអូនេះបានចេញហើយក៏មានការផ្ទុះជជែកវិញជាច្រើនពាក់ព័ន្ធជាមួយនឹងបងបរោះដែលគាត់មានការអន់ចិត្តថាមិនដឹងថាធ្វើការបានអាចមានឱកាសក្នុងការរៀបការបានទេហើយក៏មានបងស្រីជាច្រើនដែលគាត់មកជជែកវិញជាមួយនឹងប្រធានបទនេះផងដែរបើសិនជានិយាយពីប្រាក់ខែ$500ច្រើនអត់នៅស្រុកខ្មែរខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងចំណុចនេះគឺតើតាយើងត្រូវដឹងថាតើគាត់នៅទីតាំងមួយណានៃប្រទេសខ្មែរយើងគាត់នៅទីក្រុងឬក៏គាត់នៅជនបទបើសិនជាគាត់នៅទីក្រុងរៀងតឹងតិចព្រោះខ្ញុំរស់នៅទីក្រុងផ្ទាល់ខ្ញុំដឹងថាវារៀងតឹងតែបើសិនជាគាត់នៅជនបទប្រាក់ខែ$500ខ្ញុំគិតថាល្មមក្នុងការរស់នៅបានដែរហើយប៉ុន្តែវាស៊ីសងលើមួយទៀតគឺពាក់ព័ន្ធជាមួយនឹង lifestyle របស់គាត់ថាតើគាត់រស់នៅ lifestyle របស់គាត់ហ្នឹងរបៀបណាបើសម្រាប់ខ្ញុំវីដេអូនេះគឺគាត់និយាយពីខ្លួនគាត់ថា$500សម្រាប់គាត់គឺតិចមើលទៅអាចនឹងតិចមែនព្រោះការ lifestyle របស់គាត់ការរស់នៅរបស់គាត់អីមើលទៅដូចជាអស់ថ្លៃអស់ច្រើនអញ្ចឹងណាអញ្ចឹងយើងអាចយកមកប្រៀបធៀបជាមួយនឹងអ្នកដទៃបានទេព្រោះការរស់នៅខុសគ្នាដូចគាត់និយាយនៅក្នុងវីដេអូហ្នឹងអញ្ចឹងមាន$500យកមកបងថ្លៃទឹកថ្លៃភ្លើងថ្លៃហូបថ្លៃអីអញ្ចឹងទៅបងថ្លៃធនាគារទៅហូបខ្យល់ប្រយអាហ្នឹងមែនអញ្ចឹងបងបរោះកុំអន់ចិត្តនិយាយទៅយើងត្រូវរស់ជាខ្លួនយើងបើសិនជាយើងរកបានតិចយើងរកអ្នកណាដែលគាត់ច្នៃតិចដែរទៅអាហ្នឹងគឺធម្មតាទេកុំតអន់ចិត្តអន់ថ្លើមអីខ្ញុំឧទាហរណ៍មួយទឹកសុទ្ធយើងទិញទូទៅ500ក៏មាន1000ក៏មាន1500ក៏មាន2000ក៏មានដល់3000នេះក៏មានដែរអញ្ចឹងយើងជ្រើសរើសយកអាទឹកសុទ្ធណាដែលយើងញ៉ាំទៅយើងវាស្រួលខ្លួនតាមសមត្ថភាពរបស់យើងកុំទៅហក់លោតបើយើងមានលុយតែ1500ក៏យើងអាចទៅញ៉ាំទឹកសុទ្ធមកដល់3000បានដែរមែនទេអញ្ចឹងញ៉ាំមុំទៅយើងញ៉ាំតាមសមត្ថភាពរបស់យើងទៅសម្រាប់បងស្រីដែលគាត់មាន standard របស់គាត់ចង់បានអ្នកណាគាត់យកអ្នកហ្នឹងទៅកុំមើលងាយអ្នកតុនខ្សោយអីស្មោះត្រង់ទៅពេលខ្លះទៅមិនមែនថាគាត់អត់ខំប្រឹងទេណាគាត់ខំប្រឹងដែរប៉ុន្តែវាមិនបានច្រើនដូចគេអញ្ចឹងខ្ញុំគិតថា$500វាមិនបញ្ជាក់ថាយើងអាចយកគ្រួសារបានឬក៏អត់ទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការរៀបចំចំណូលចំណាយរបស់យើងក៏ដូចជាតើយើងចង់រស់នៅរបៀបណាសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយនិង subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាយបាយ